បងសូមចុចតាមខ្ញុំដើម្បីមើលរឿងបានពេញសូមអរគុណបងគេហៅថាឈៀវយ៉ាងវៃចេងលោកចៅបើបានជ្រើសរើសតំបន់ដ៏ល្បីនេះហើយទីតាំងនេះគឺត្រូវតែផឹកស្រានេះត្រូវផឹកប៉ុន្មាន4កែវលោកចៅសូមទទួលយកលោកមេធាវីព្រោះអ្នកបានមកជាមួយលោកចៅគួរតែផឹក5ត្រឡោកដែរស្រានេះខ្ញុំផឹកធ្វើកាយវិការដូចថតកញ្ចក់ស្រានេះខ្ញុំផឹកជាតិណាស់លោកចៅការជួយសង្គ្រោះស្រីស្អាតពិតជាធ្វើឲ្យគេកោតសរសើរណាស់និយាយពីវីរបុរសជួយសង្គ្រោះនារីគឺត្រូវតែប្រឹងឲ្យបានពេញលេញបំផុតឲ្យសពគ្រប់ដូច្នេះលោកចៅលើកនេះអ្នកត្រូវតែផឹក10កែវចាំសិនលោកឌៀននេះជារបៀបរបស់អ្វីទោះបីធ្វើអ្វីក៏ដោយបើចង់ផឹកថ្ងៃនេះយើងមកគឺមកចរចាទេមិនមែនមកលេងសើចជាមួយអ្នកទេបើស្រាប៉ុណ្ណឹងក៏មិនផឹកពួកអ្នកយកអីមកចរចាជាមួយក្រុមហ៊ុនសានហៃរបស់ខ្ញុំនេះជាលេខ1នៅក្នុងពោហើយជាប់ចំណាត់ថ្នាក់កម្ពុជារបស់ពិភពលោកទៀតជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំទូបីជាយើងលើកស្ទួយឆ្កែមួយក៏អាចឲ្យវាខ្លាយជាធំភ្លាមបានដែរមិនថាទាំងប្រធានក្រុមប្រឹក្សាពិបាលរបស់យើងដែលជាមហាសេដ្ឋីនៅក្នុងខ្ញុំក៏មិនខ្វល់ខ្វាយតតែសោះថាត្រូវសហការជាមួយអ្នកណារឿងទាំងឡាយគឺអាស្រ័យលើលក្ខខណ្ឌថ្ងៃនេះស្រានេះអាចផឹកឲ្យអស់ដោយរីករាយបានរត់វាមិនមែនត្រឹមតែ10កែវទេខ្ញុំចៅចោអានសុកចិត្តផឹកជាមួយលោកប្រធានឌីងកំពុងសប្បាយទេមិនអីទេ10កែវខ្ញុំឆ្នាំឆ្កែមិនសូវបានហាត់ទេបើបន្តបែបនេះមិនកាត់ទេហើយអ្នកស្និទ្ធនឹងលោកក៏មិនស្រវឹងដែរលោកសើនៅក្បែរនេះផឹកច្រើនជាងគេលោកចៅពិតជាស្ងប់ស្ងាត់និងមានសមត្ថភាពខ្ពស់ខ្ញុំឌីងខៃសរសើរលោកជេងលោកឌីងទៅតែនិយាយពីច្បាប់របស់ណានជាងហើយឥឡូវនេះខ្ញុំអាចចែករំលែកបន្តិចអំពីច្បាប់របស់ជាងហៃល្អបើអញ្ចឹងខ្ញុំនឹងសាកល្បងច្បាប់របស់ជាងហៃរបស់អ្នកហៃលោកប្រធានជេងជាងហៃយើងជាកន្លែងតូចមួយមិនមានឋានៈដូចណានជាងឬគុណសម្បត្តិដូចរាជធានីទេគុណសម្បត្តិទេច្បាប់របស់យើងសាមញ្ញបំផុតឈោគឺឈ្នះដួលគឺចាញ់ល្អត្រៀមបន្ទាប់មកលោកប្រធានចៅអ្នកដឹងទេថាអ្នកកំពុងនិយាយអ្វីទេកុំថាឡើយលោកប្រធានឌីងរបស់យើងតែជាគ្រាន់តែជាជាមួយការពីអ្នករបស់យើងក៏មិនអាក្រក់ដែរក្រុមហ៊ុននេះឌីឌីសានបានធ្លាក់ចុះខ្សោយស្រាប់ហើយឥឡូវនេះនៅតែចង់ឲ្យពួកយើងទៅចូលរួមច្បាំងជាមួយអ្នកទៀតបានតាមលោកប្រធានឌីងជាង10ឆ្នាំហើយមិនដែរគិតពីការឈ្នះចាញ់បែបនេះទេមនុស្សក្មេងនេះចង់ឆ្មើងឆ្មៃពេកហើយខ្ញុំឆ្មើងឆ្មៃព្រោះខ្ញុំអាចឈរបានរហូតដល់ទីបញ្ចប់ល្អប្រសិនបើថ្ងៃនេះអ្នកអាចយកឈ្នះពួកយើងទាំង3អ្នកបានខ្ញុំនឹងត្រឡប់ទៅវិញភ្លាមហើយបង្កើនការបោះទុនគម្រោងរហូតដល់11ដងបើសិនជាអ្នកចាញ់វិញក្រុមហ៊ុនហ្វុងហាវគ្រប់នឹងដកខ្លួនចេញពីគម្រោងនេះលោកចៅតែងតែមើងងាយមនុស្សរាប់ពាន់នាក់កុំភ្លេចណាការក្រអឺតក្រទុំនៅជាងហៃអ្នកនៅមានលក្ខណៈពិសេសខ្លះដែរប៉ុន្តែនៅចំពោះមុខខ្ញុំអ្នកមិនថាបង្ហាញភាពក្រអឺតក្រទុំរបស់អ្នកគឺជារឿងគួរឲ្យអស់សំណើចបំផុតទៅទៀតការបរាជ័យរបស់អ្នកចាត់ទុកវាជាមេរៀនដែលខ្ញុំបង្រៀនអ្នកទៅអ្នកមើលថែលោកចៅឲ្យបានល្អលោកចៅសូមអញ្ជើញតាមសប្បាយទៅជាមួយគ្នាតែម្ដងទៅកុំគួរសំអីខ្ញុំទទួលស្គាល់ថាអ្នកមានសមត្ថភាពខ្លះដែរបើគ្រួសារខ្ញុំវិនដាយើងពីរអ្នកបងប្អូនមិនមែនជាគ្រួសាររបស់អ្នកទេតែអ្នកបែរជាប្រញាប់ស្វែងរកសេចក្តីស្លាប់ម្លេះនៅតែមិនយល់ពីរបៀបទទួលនេះទើបជាពិសេសអីក៏ខ្លាំងម្លេះមើលផឹកទៅឯងមកដល់ហើយខ្ញុំផឹកអស់ហើយរួចរាល់លោកលីនប្រធានអញ្ចឹងកម្មវិធីនេះធ្វើយ៉ាងម៉េចប្រធានចៅតើអ្នកពិតជាចង់ប្រកួតតែម្នាក់ឯងជាមួយពួកយើងទាំង3នាក់មែនទេត្រូវហើយខ្ញុំម្នាក់ឯងនិយាយតាមត្រង់ពិបាកពេកហើយអីទេពួកលោកទាំង3នាក់ម្នាក់មួយធុងខ្ញុំម្នាក់ឯង3ធុងលោកលីនសូមញ៉ាំអាហារផងលោកលីនប្រញាប់ទៅណាលោកចៅកុំផឹកទៀតអីខ្ញុំបោះចោលហើយកុំគិតច្រើនលោកលីនលោកមិនតន់ផឹកនេះផងតើលោកចង់សារភាពបរាជ័យមែនទេផឹកយ៉ាងណាក៏មិនអាចខ្លាយជាខ្ញុំទីងកៃបានចិញ្ចោសៀងហើយជាច្រើនទវត្តនៅតែខ្ញុំក៏មិនជួបភ្ញៀវដូចលោកចៅបែបនេះណាលើកទី2គឺមានម្នាក់ទៀតជាទីប្រឹក្សារបស់លោកប្រធានក្រុមប្រឹក្សាពិបាលយើងគាត់ក៏អ្នកជំនាញខាងផឹកដែរលោកចៅខ្ញុំទីងថ្ងៃនេះខ្ញុំសូមចុះចាញ់ហើយតាមការព្រមព្រៀងខ្ញុំនឹងត្រឡប់ទៅវិញភ្លាមហើយបង្កើនទឹកប្រាក់គម្រោងនេះដល់1000លានហើយប៉ុន្តែខ្ញុំក៏អាចប្រាប់អ្នកបានដែរថាខ្ញុំទីងខៃគ្រាន់តែជាអ្នកតូចតាចម្នាក់ប៉ុណ្ណោះពេលថ្ងៃក្រោយក្រុមហ៊ុនសៀងហៃគ្រប់របស់យើងលោកប្រធានក្រុមប្រឹក្សាពិបាលជាមហាសេដ្ឋីលំដាប់ប្រទេសនឹងនាំយកគម្រោងរាប់សិបពាន់លានមកផ្ទាល់ដល់កន្លែងនេះដល់ពេលនោះបើអ្នកអាចផឹកឈ្នះទីប្រឹក្សាម្នាក់នោះបានពិតជាអាចទទួលបានកិច្ចសន្យានោះហើយជាពេលដ៏ត្រឹមត្រូវដើម្បីបុកចំមូលដ្ឋានរបស់ឡុងកោលោកប្រធានចៅនៃមូលដ្ឋានឡុងកោថ្ងៃនេះគ្មានមិនថាជាទឹកចិត្តឬសមត្ថភាពផឹករបស់លោកទេគឺធ្វើឲ្យខ្ញុំទីងខៃសរសើរមិនដាច់ពីមាត់លោកប្រធានចៅនេះជាកាត់ខ្ញុំសង្ឃឹមថាយើងមានឱកាសជួបជែកគ្នាម្ដងទៀតលោកចៅពិធីជប់លៀងក្រោយលោកកុំចូលរួមទៀតអីលោកសិនតើខ្ញុំបានធ្វើអ្វីខុសមែនទេ
ទេលោកធ្វើបានល្អណាស់តែខ្ញុំត្រូវការឲ្យលោកធ្វើបានល្អជាងនេះទៀត3ថ្ងៃទៀតមហាសេដ្ឋីនឹងមកដល់ជាងហៃផ្ទាល់រឿងនេះសម្រាប់គឺជាឱកាសដ៏កម្រមិនងាយរកបានខ្ញុំត្រូវការឲ្យលោកត្រៀមខ្លួនឲ្យបានល្អក្នុងរយៈពេល3ថ្ងៃនេះលោកសិនទុកចិត្តខ្ញុំទៅទូគេជាអ្នកណាក៏ដោយទោះជាស្ដេចស្រាក៏ខ្ញុំយល់ដែរ3ថ្ងៃនេះអ្នកកុំផឹកស្រាទៀតអីសម្រាប់ឲ្យបានស្រួលសម្រាប់ឲ្យបានល្អអូខេកាត់នេះមានលុយ10លានវាជារង្វាន់សម្រាប់អ្នកពិតមែនខ្ញុំថាហើយធ្វើការជាមួយខ្ញុំតែបើអ្នកអាចយកឈ្នះមហាសេដ្ឋីហើយដណ្ដើមយកកិច្ចសន្យារាប់ពាន់លានខ្ញុំអាចឲ្យទៅអ្នកទាំងអស់